បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកនៅមេរៀនជាភាសាចិនមួយបាទដែលជាមេរៀនមួយដែលស្រួលសម្រាប់បងប្អូនដែលទើបតែចាប់ផ្ដើមរៀនជាមួយនឹងភាសាចិនក្នុងនោះយើងមានជាប្រភេទ paragraph ជាប្រភេទប្រធានបទខ្លីៗហើយពាក្យងាយស្រួលទាក់ទងនឹងការរស់នៅប្រចាំថ្ងៃដើម្បីឲ្យបងប្អូនបានជាមូលដ្ឋានគ្រឹះសម្រាប់ការឈានទៅរៀនហៅថាដល់ពេលដែលយើងរៀនពាក្យស្រាលហើយចេះប្រើពាក្យនិងសម្រាប់ការបង្កើតប្រយោគធ្វើឲ្យបងប្អូនកាន់តែមានទឹកចិត្តក្នុងការរៀនបន្តទៀតចឹងណាចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍រៀនភាសាចិនថ្មីបងប្អូនអាចតាមដានជាមួយនឹងវីដេអូរបស់ខ្ញុំបានបាទចឹងឥឡូវនេះយើងចាប់ផ្ដើមទាំងអស់គ្នាជាមួយនឹង paragraph Chinese paragraph បាទចឹងអូខេនេះបងប្អូនជាមួយនឹង Chinese paragraph បាទចឹងតាកតងនឹងប្រយោគរបស់យើងទី1គឺនេះបងប្អូនមើលនេះ我每天学习中文因为我想说中文说得更好បាទ说得更好学习中文不容易但是我不放弃我每天说些读些中文បាទប្រយោគនេះគឺពិតជាខ្លីមែនទែនហើយធ្វើឲ្យបងប្អូនងាយស្រួលចាំហើយនឹងសម្រាប់ជាស្ពានគេហៅថាជាមូលដ្ឋានគ្រឹះសម្រាប់បងប្អូនកាន់តែមានទឹកចិត្តក្នុងការរៀនដល់ពេលដែលយើងរៀននេះតាក់ទងនឹងការរស់នៅប្រចាំថ្ងៃហើយខ្លីហើយបងប្អូនងាយស្រួលចាំបាទអញ្ចឹងបងប្អូនអាចអានមកដោយសារយើងមានជាអក្សរចិនហើយយើងមានភីងអ៊ីងសម្រាប់អានទៀតហើយមានបកប្រែជាភាសាខ្មែរអញ្ចឹងណាអញ្ចឹងឥឡូវយើងអានទាំងអស់គ្នាម្ដងទៀត我每天学习中文因为我想说中文说得更好学习中文不容易但是我不放弃我每天听说读写中文បាទឥឡូវនេះយើងមកបកប្រែទាំងអស់គ្នា我每天学习中文រាល់ថ្ងៃឬក៏ខ្ញុំរៀនភាសាចិនរៀងរាល់ថ្ងៃ因为我想说中文说更好បាទតើ更好អញ្ចឹងមានន័យថាពីព្រោះខ្ញុំចង់ចេះនិយាយភាសាចិនឲ្យបានល្អជាងមុន学习中文不容易ការរៀនភាសាចិនហ្នឹងវាមិនងាយស្រួលទេ但是我不放弃ប៉ុន្តែខ្ញុំមិនបោះបង់我每天听រាល់ថ្ងៃខ្ញុំស្ដាប់我每天说រាល់ថ្ងៃខ្ញុំសរសេរ我每天读រាល់ថ្ងៃខ្ញុំអាន我每天写中文រាល់ថ្ងៃខ្ញុំសរសេរបាទអញ្ចឹងយើងមានតែប៉ុណ្្នឹងសម្រាប់បងប្អូនដែលមានចម្ងល់បាទអាចតាកតងឬក៏ comment សួរបានហើយបើមានចំណាប់អារម្មណ៍ជាមួយនឹងការរៀនភាសាចិនជាមួយខ្ញុំអាចចុចlike ឬក៏ share ដើម្បីឲ្យបងប្អូនយើងដែលចូលចិត្តរៀនភាសាចិនដើម្បីកើតបានរៀនផងបាទឬក៏បងប្អូនជួយចាប់ subscribe ជាមួយនឹង YouTube channel ផងបាទសូមអរគុណ